ជាដំបូងខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានុទេគ្រប់ព្រះអង្គនិងធ្វើការរាប់អានចំពោះប្រិមិត្តដែលចូលចិត្តតាមដានការអត្ថាធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈពេលនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជីវប្រវត្តិរបស់លោក Eucas កើតនៅឆ្នាំ1505ស្ថិតនៅក្នុងស្រុកសង្កែខេត្តបាត់ដំបងគាត់ជាកូនទូលនៅក្នុងគ្រួសារឪពុករបស់លោកមាននាមថាអ៊ីវហេងនិងម្ដាយមាននាមថាស្រីទឹកការអប់រំរបស់លោកបានចូលរៀននៅវត្តកណ្ដាលនិងសាលាបឋមនៅខេត្តបាត់ដំបងបន្ទាប់ពីបានបញ្ចប់ការសិក្សានៅឯខេត្តបាត់ដំបងរួចលោកក៏បានមកបន្តការសិក្សានៅភ្នំពេញនៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញនិងសាលាពាណិជ្ជកម្មក្រុងហាណូយរហូតដល់ប្រឡងជាប់លេខ1នៅក្នុងឆ្នាំ1927ការងារនិងអាជីពនយោបាយរបស់លោកបន្ទាប់ពីវិលត្រឡប់មកចូលស្រុកខ្មែរវិញនៅតាមចំការកៅស៊ូមីមុតបានទទួលលោកជានាយកជិកដល់ឆ្នាំ1928មុននឹងលោកចាប់ផ្ដើមអាជីវកម្មជាសហគ្រិនស្ថាបនានៅមីមុតទៅទួលនឹងឆ្នាំ1932នៅតុលាការខេត្តកំពង់ចាមនៅក្នុងឆ្នាំ1928លោកបានដឹងឈ្នះក្តីលើចាងវាងចំការកៅស៊ូចាឡាងសញ្ជាតិបារាំងដែលបានប្រើអំណាចប្រមាថរូបលោកចំនួននោះតែអាចឈ្នះក្តីលើបារាំងជាពិសេសបារាំងដែលមានឋានៈខ្ពង់ខ្ពស់បែបនេះពិតជាព្រឹត្តិការណ៍មានដោយកម្រពេកណាស់មកដល់ឆ្នាំ1942ដល់ឆ្នាំ1946លោកបានធ្វើជាសហគ្រិនសាធារណការនៅខេត្តបាត់ដំបងក្នុងពេលនោះលោកបានចូលជាសមាជិកសភាតំណាងរាស្ត្រខ្មែររួចជាសមាជិករងនៅគណៈកម្មាធិការចម្រុះនៃក្រមមហាប្រឹក្សាសម្រាប់ការពារផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌូចិននិងបានធ្វើជាសមាជិកនៃគណៈកម្មាធិការចម្រុះនិងអមរដ្ឋាភិបាលខ្មែរនៅក្នុងឆ្នាំ1941ដល់ឆ្នាំ1945លោកបានប្រកបមុខរបរលក់ថ្នាំពេទ្យនិងធ្វើឧស្សាហកម្មសាប៊ូនៅខេត្តបាត់ដំបងនៅក្នុងឆ្នាំ1945លោកបានមកទីក្រុងភ្នំពេញកាន់តំណែងជាឧបរដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនៅឆ្នាំក្រោយមកលោកបានចូលរួមបង្កើតគណៈបកប្រជាធិបតេយ្យនិងបានធ្វើជាប្រធានរដ្ឋសភាព្រៀងរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ1947លោកបានធ្វើជាប្រធានរដ្ឋសភាម្ដងទៀតរហូតដល់ឆ្នាំ1949លោកបានចូលរួមជាសមាជិកសមាគមមិត្តសិស្សចាស់និងមិត្តអនុវិទ្យាល័យនិងវិទ្យាល័យព្រះស៊ីសុវត្ថិសមាគមគិលានសង្គ្រោះចំពោះព្រះសង្ឃនិងគណៈកម្មាធិការវប្បធម៌និងមានសម្ដេចព្រះសង្ឃរាជជួនណាតជាប្រធានព្រមទាំងបានធ្វើជាទីប្រឹក្សាសមាគមមិត្តសាលាបាលីបន្ទាប់មកលោកបានរៀបចំក្បួននិងអង្គាលេខខ្មែរជាមួយនឹងគណៈកម្មាធិការវប្បធម៌លោកបានកែសម្រួលអក្សរខ្មែរសម្រាប់អង្គាលេខលោកជាអ្នកស្រាវជ្រាវភាសាខ្មែរជាកវីនិពន្ធសារព័ត៌មានខ្មែរបារាំងនិងជាអ្នករៀបរៀងសៀវភៅភាសាខ្មែរព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុលោកសពព្រះハរតីបានព្រះរាជទានគ្រឿងឥស្សរិយយសមេដាយមាសព្រះករុណាទ្រង់រាជ្យនិងមេដាយសេនារាជាណាចក្រកម្ពុជានិងមេដាយវីរសេនាអាណាចក្រកម្ពុជានៅចុងឆ្នាំ1949លោកបានដង្ហែព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើកត្បូងទៅប្រទេសបារាំងលោកបានឆ្លៀតព្យាបាលរោគរួចត្រឡប់មកប្រទេសខ្មែរយើងវិញមិនបានប៉ុន្មានថ្ងៃផងស្រាប់តែគ្រាប់បែកដៃមួយបានផ្ទុះឡើងប្រហារជីវិតលោកក្រោយពេលដែលលោកទើបនឹងបានបិទសម័យប្រជុំគណៈកម្មាធិការនយោបាយនៃគណៈបកប្រជាធិបតេយ្យនៅក្នុងថ្ងៃទី14ខែមករាឆ្នាំ1950វេលាម៉ោង5:00ល្ងាចពាក្យបណ្ដាំមុនផុតដង្ហើមរបស់លោកជាពាក្យជ្រាបដោយធម៌អហិង្សាការរៀបអាពាហ៍ពិពាហ៍របស់លោកនៅក្នុងឆ្នាំ1929លោកបានរៀបការជាមួយអ្នកគ្រូគឹមសេរីលោកមានកូនប្រុសចំនួន2នាក់
ទោះបីលោកកំពុងប្រកបអាជីវកម្មនិងមានគ្រួសារហើយក្តីក៏លោកនៅតែខិតខំឆ្លៀតរៀនសូត្ររហូតបានប្រឡងជាប់ហត្ថបកនាឆ្នាំ1932ដើម្បីបានទៅបន្តវិជ្ជានៅឯវិទ្យាស្ថានគីមីឯក្រុងបឺដូនាប្រទេសបារាំងប៉ុន្តែរដ្ឋាភិបាលបារាំងនិងឥណ្ឌូចិនមិនអនុញ្ញាតឲ្យលោកចេញទៅសិក្សាឡើយមរណភាពរបស់លោកក្រោយពីត្រឡប់មកប្រទេសយើងវិញមិនបានប៉ុន្មានថ្ងៃផងស្រាប់តែគ្រាប់បែកដៃមួយបានផ្ទុះឡើងប្រហារជីវិតរបស់លោកក្រោយពេលដែលលោកទើបនឹងបានបិទសម័យប្រជុំគណៈកម្មាធិការនយោបាយនៃគណៈបកប្រជាធិបតេយ្យនៅក្នុងថ្ងៃទី14ខែមករាឆ្នាំ1950វេលាម៉ោង6ល្ងាចហើយសពរបស់លោកបានបូជានៅវត្តបទុមតីរាជរាមធាតុរបស់លោកបានបញ្ចុះនៅវត្តកែវព្រះភ្លើងរាជធានីភ្នំពេញសូមអរគុណដល់បងប្អូនខ្មែរយើងទាំងអស់ដែលបានជួយចុច like Subscribe និង Share វីដេអូរបស់ខ្ញុំកន្លងមកហើយក៏សូមអំពាវនាវដល់បងប្អូនខ្មែររបស់យើងដែលបានចូលស្ដាប់ហើយមិនទាន់បានជួយចុច like Subscribe និង Share វីដេអូសូមបងប្អូនជួយចុច like Subscribe និង Share វីដេអូដើម្បីឲ្យបងប្អូនខ្មែររបស់យើងបានយល់បានដឹងអំពីបុព្វហេតុក៏ដូចជាវីរភាពរបស់បុព្វបុរសយើងពីសម័យដើមសូមអរគុណ